បាទជាបឋមខ្ញុំបាទសុភាសូមអោនកាយគោរពបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសជាតិកម្ពុជាខ្ញុំចេញវីដេអូមួយនេះដើម្បីសុំទោសជាសាធារណៈចំពោះបងប្អូនយើងទាំងអស់ជាពិសេសបងប្អូនខ្មែរឥស្លាមដែលរួមរស់ក្នុងប្រទេសជាមួយគ្នាហើយការសម្ដែងរបស់ខ្ញុំល្ងាចមិញក្នុងពិធីបុកលក្ខដែលយើងសម្ដែងនេះតគ្នាមកហើយការសម្ដែងគឺបច្ចេកទេសសម្ដែងរៀងខ្លួនដែលធ្វើឲ្យឆក់ល្វែងទៅប៉ះពាល់អារម្មណ៍បងប្អូនដែលជាកំហុសរបស់ខ្ញុំសូមអធិស្ឋានការអធិស្ឋានពីបងប្អូនសូមបងប្អូនអធិស្ឋានឲ្យខ្ញុំផងហើយការដែលខ្ញុំលើកម្រាមដៃសូមទោសនេះក៏ខ្ញុំជឿថាបងប្អូនអាចនឹងថាអាងអីសូមទោសប៉ុន្តែអ្វីដែលខ្ញុំសន្យាជាមួយបងប្អូនជាពិសេសបងប្អូនខ្មែរឥស្លាមជាទីគោរពខ្ញុំនឹងមិនឲ្យមានរឿងស្តៀងហ្នឹងឬក៏អញ្ចឹងដដែលកើតឡើងទេកន្លងមកគឺបងប្អូនយើងឲ្យតែមានបុកលក្ខគឺតែងតែមានតួដែលជាបងប្អូនខ្មែរឥស្លាមចូលរួមហើយដោយខ្ញុំក៏សម្ដែងតាមគ្នាដែរទៅហើយល្ងឹតល្ងងមិនបានគិតដិតដល់ក៏បង្កើតជាកំហុសធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនដែលជាអ៊ីស្លាមសាសនិកអញ្ចឹងខ្ញុំជំរាបបងប្អូននេះមិនមែនមានន័យថាដើម្បីលើកតែម្រាមដៃ10សុំទោសទេគឺខ្ញុំព្រមទទួលកំហុសគ្រប់យ៉ាងសូមបងប្អូនលើកលែងទោសឲ្យខ្ញុំហើយខ្ញុំសន្យាជាមួយបងប្អូនថានឹងមិនឲ្យមានរឿងអញ្ចឹងកើតឡើងទៀតទេទឹកចិត្តរបស់ខ្ញុំគឺគោរពស្រឡាញ់បងប្អូនយើងទាំងអស់ព្រោះយើងនៅក្នុងប្រទេសជាមួយគ្នាប៉ុន្តែយ៉ាងណាក៏ខ្ញុំនៅតែសុំដដែលថាខ្ញុំព្រមទទួលកំហុសខ្ញុំព្រមសុំទោសទទួលកំហុសព្រោះខ្ញុំដឹងខុសខ្លួនខ្ញុំដឹងថាខ្ញុំខុសហើយសារភាពដឹងថាខុសហើយចំពោះហើយនងឆាយនឹងពិសីគ្នាអត់ដឹងទេគឺគ្នារកខ្ញុំមកគឺសម្ដែងកំហុសនេះគឺនៅលើខ្ញុំទាំងអស់ហើយខ្ញុំក៏មិនបានបន្ទោសទៅលើតួមួយណាដែលសម្ដែងដែរគឺខ្ញុំជាអ្នកព្រមទទួលស្គាល់ថាខ្លួនឯងខុសអញ្ចឹងសូមបងប្អូនយើងដែលជាអ៊ីស្លាមសាសនិកជនទាំងអស់មេត្តាអភ័យអធ្យាស្រ័យអត់ទោសដល់ខ្ញុំផងសូមគោរពជូនពរបងប្អូនទាំងអស់គ្នាសូមឲ្យមានសំណាងល្អចម្រុងចម្រើនសបោសបាយតិចតិជុំសុខកាយសบายចិត្តតទៅពីខ្ញុំសុគាសូមអភ័យទោសហើយអភ័យទោសទៀតសូមការអធ្យាស្រ័យពីបងប្អូនហើយខ្ញុំសន្យាថានឹងមិនឲ្យមានខុសជាលើកទី2ទៀតឡើយខ្ញុំបាទសូមអរគុណ